សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបាទមកចែករំលែកអំពីរបៀបបង្កើត account PayPal ឥណ្ឌូនេស៊ីដើម្បីទទួលលុយពីក្រុមហ៊ុន Facebook មុននឹងមើលវីដេអូបន្តសូមបងប្អូនជួយចុចតាមដានចុច like ចុច share ឲ្យខ្ញុំបាទផងដើម្បីឲ្យខ្ញុំបាទមានកម្លាំងចិត្តធ្វើវីដេអូបន្តទៀតសូមអរគុណជាដំបូងបងប្អូនទាំងអស់គ្នាចូលទៅក្នុង Google បន្តមកទៀតសរសេរពាក្យថា PayPal រួចហើយបន្តមកទៀតបងប្អូនចុចចូលទៅក្នុង website PayPal បន្តមកទៀតបងប្អូនអូសចុះមកខាងក្រោមរួចរកមើលទង់ជាតិយើងបដូរទង់ជាតិឲ្យទៅជាទង់ជាតិឥណ្ឌូនេស៊ីបន្ទាប់ពីបងប្អូនជ្រើសរើសយកទង់ជាតិឥណ្ឌូនេស៊ីតាមវីដេអូខ្ញុំបាទរួចហើយសូមបងប្អូនចុចប៊ូតុងពណ៌ខៀវដើម្បីបន្តទៅខាងមុខទៀតបន្តមកទៀតបងប្អូនឃើញមានអក្សរ2ខាងលើពណ៌ក្រហមខាងក្រោមពណ៌ខៀវបងប្អូនចុចយកខាងក្រោមបន្តមកទៀតចុចប៊ូតុងពណ៌ខៀវដើម្បីបន្តទៅខាងមុខទៀតចាំរងចាំមួយភ្លែតបន្តមកទៀតកន្លែងនេះគេឲ្យបងប្អូនទី1ដាក់ឈ្មោះទី2ដាក់នាមត្រកូលទី3គេឲ្យបងប្អូនជ្រើសរើសយកលេខកូដប្រទេសទី4គេឲ្យបងប្អូនបំពេញលេខទូរស័ព្ទទី5បំពេញ Gmail ទី6គេឲ្យបំពេញលេខកូដសម្ងាត់6ខ្ទង់ទៅ8ខ្ទង់និងអក្សរជាអក្សរឡាតាំងតូចហើយនិងធំនេះជាលេខសម្ងាត់ account របស់បងប្អូនដើម្បីចូលក្នុង account PayPal រួចហើយបងប្អូនចូលទៅក្នុង Google សរសេរតាមវីដេអូរបស់ខ្ញុំបាទនេះដើម្បីចូលទៅយកទីតាំងនៅឥណ្ឌូនេស៊ីដើម្បីយកមកបំពេញ account PayPal ដែលគេកំណត់ឲ្យយើងបំពេញទីតាំងនៅឥណ្ឌូនេស៊ីអញ្ចឹងបងប្អូនសូមបំពេញតាមវីដេអូរបស់ខ្ញុំបាទមកទី1ទី2វាមានទីលំនៅដែលយើងត្រូវដាក់តាមវីដេអូរបស់ខ្ញុំបាទបងប្អូនចូលទៅក្នុង Google រួចសរសេរតាមវីដេអូរបស់ខ្ញុំរួចហើយចម្លងពី Google យកមកដាក់ក្នុង account PayPal ដែលបងប្អូនកំពុងបង្កើតហ្នឹងហើយត្រង់នេះទៀតសូមបញ្ជាក់បងប្អូនសូមធ្វើតាមវីដេអូរបស់ខ្ញុំដូរលេខកូដដាក់ជាលេខកូដប្រទេសខ្មែរនិងបំពេញជាលេខទូរស័ព្ទរបស់ប្រទេសខ្មែរបានត្រង់ហ្នឹងហើយបងប្អូនសរសេរជាឈ្មោះនិង Gmail ឲ្យគ្រប់តាមដែលគេឲ្យបំពេញនឹងមកសូមបងប្អូនឈ្មោះនិងត្រកូលសូមបំពេញជាអក្សរឡាតាំងហើយម្យ៉ាងវិញទៀតឈ្មោះនិងត្រកូលសូមបងប្អូនបំពេញតាមអត្តសញ្ញាណប័ណ្ណរបស់បងប្អូនដើម្បីងាយស្រួលថ្ងៃក្រោយបងប្អូននឹងចូលមក modify ឬគេឲ្យបញ្ជាក់អត្តសញ្ញាណបងប្អូនអាចបញ្ជាក់តាមអត្តសញ្ញាណប័ណ្ណរបស់បងប្អូននឹងបានបន្ទាប់ពីបងប្អូនបំពេញតាមរង្វង់ដែលគេឲ្យដាក់រួចរាល់អស់ហើយបងប្អូនសូមអូសចុះមកក្រោមរួចចុចគ្រីសបន្តមកទៀតចុចប៊ូតុង